លោកតាហ្នឹងគាត់កំពុងតែហូបមីនៅខាងក្រៅជាមួយចៅប្រុសដែលកំពុងតែអង្គុយដុសស្បែកជើងហើយស្រាប់តែបានបន្តិចលោកតាគាត់ក៏បានធ្វើធ្លាក់ចានមីឲ្យបែកហើយភ្លាមនោះលោកប៉ាគាត់ក៏ចេញពីខាងក្នុងមកថាកូនប្រុសមិញឮសំឡេងអីហ្នឹងកូនអូប៉ាគឺសំឡេងលោកតាគាត់បានធ្វើឲ្យចានហ្នឹងធ្លាក់បែកទៀតហើយភ្លាមនោះដែរចៅប្រុសក៏រត់ទៅមើលលោកតាហើយស្រាប់តែប៉ារបស់គាត់នេះគឺចេញមកទាំងកំហឹងតែម្ដងព្រោះគាត់ខឹងនឹងឪពុកចាស់របស់គាត់ដែលធ្វើឲ្យធ្លាក់ចានបែករហូតអញ្ចឹងគាត់ក៏និយាយទៅឪពុករបស់គាត់ថាប៉ាតើខ្ញុំប្រាប់ប៉ាប្រហែលដងហើយថាបើសិនបើប៉ាមិនអាចកាន់ចានបានទេប៉ាយកវាទៅដាក់លើតុទៅប៉ាដឹងទេថាចាននេះជាចានទីប្រហែលទៅហើយខ្ញុំប្រាប់ប៉ាជារៀងរាល់ថ្ងៃមិនក៏ប៉ាមិនស្ដាប់ខ្ញុំសោះអញ្ចឹងចំណែកកូនប្រុសរបស់គាត់នេះពេលដែលបានស្ដាប់លោកប៉ារបស់គាត់ស្ដីបន្ទោសឲ្យលោកតាបែបនេះគាត់ក៏និយាយទៅកាន់លោកប៉ាគាត់ថាប៉ាប្រហែលជាគុយទាវក្នុងចានរបស់លោកតាម្បាញ់មិញក្តៅពេកហើយមើលទៅអញ្ចឹងវាប្រហែលជាធ្លាក់បែកតែចៃដន្យទេប៉ាកុំរំលឹករឿងចាស់ឡើងមកដដែលអីលោកតាគាត់ចាស់ហើយប៉ាកុំស្ដីបន្ទោសឲ្យគាត់បែបនេះអីវាមិនល្អទេណាប៉ាកូនប្រុសនេះក៏បានរៀបរាប់ប្រាប់ឪពុកប៉ុន្តែឪពុកគាត់មានតែអញ្ចឹងអីក៏បានថាឲ្យកូនវិញតើកូនឯងបានដឹងរឿងអីខ្លះទៅកូនឯងនៅតូចកូនឯងមិនដឹងទេកូនឯងដឹងទេថាចាននេះប៉ាត្រូវចំណាយលុយដើម្បីទៅទិញវាណាកូនអញ្ចឹងកូនឯងមិននឹងដឹងថាការចំណាយរបស់ប៉ាវាពិបាកនោះឥឡូវបើកូនឯងមានការងារអីត្រូវធ្វើកូនឯងឆាប់ទៅបន្ទាប់ពីត្រូវបានលោកប៉ាស្ដីបន្ទោសឲ្យរួចហើយក្មេងប្រុសនោះគាត់ស្រាប់តែបានរត់ចូលទៅខាងក្នុងផ្ទះហើយគាត់ទៅបានយកលុយសន្សំរបស់គាត់ពីក្នុងកូនជ្រូករបស់គាត់នោះចេញហើយប៉ារបស់គាត់ក៏សួរថាកូនតើកូនឯងទៅណាកូនប្រុសក៏បានប្រាប់ទៅលោកប៉ាផងដែរថាប៉ាកុំបារម្ភអីខ្ញុំមិនញ៉ាំបាយទេថ្ងៃនេះគាត់ក៏បានយកលុយតម្រង់ទៅកន្លែងលក់ចានមួយកន្លែងហើយគាត់ក៏បានដើររើសចានកាន់ចានមើលដល់ពេលដែលគាត់បានកាន់ចំចានថ្មគាត់ក៏ស្រមៃទៅឃើញថាចានថ្មនេះហើយដែលលោកតាកាន់ទៅហើយបានធ្លាក់បែកទៅអញ្ចឹងមិនអាចទិញវាបានទេស្រាប់តែទៅមើលដល់ចានដែកទៅវិញក៏នឹកឃើញថាអូអញ្ចឹងទិញចានដែកនេះហើយខ្ញុំនឹងទិញយក2តែម្ដងចាំមើលថាតើក្មេងប្រុសនេះគាត់មានគំនិតអីបានជាគាត់ទិញចានដែកហើយទិញម្ដងដល់ទៅ2ទៀតគាត់ក៏កាន់ចានដែកទៅកន្លែងអ្នកលក់ដើម្បីគិតលុយរួចរាល់អស់ហើយគាត់ក៏ត្រឡប់ទៅផ្ទះរបស់គាត់វិញពេលដែលបានទៅដល់ផ្ទះរបស់គាត់ស្រាប់តែកំពុងតែឃើញលោកតាអោនទៅរើសមីដែលវាធ្លាក់ប្រឡាក់អស់ហើយអញ្ចឹងគាត់ក៏បានស្រែកទៅប្រាប់លោកតាថាលោកតាកុំរើសវាអីវាប្រឡាក់អស់ហើយមិនអាចហូបបានទៀតទេលោកតាប្រឡាក់ដៃអស់ហើយអញ្ចឹងចាំចៅជួយជូតដៃឲ្យលោកតាចេញណាហើយលោកតាប្រយ័ត្នប្រយែងផងព្រោះអីលោកតាចាស់ណាស់ទៅហើយស្រាប់តែលោកប៉ាគាត់ក៏ចេញពីខាងក្នុងផ្ទះមកវិញព្រោះអីបាត់កូនយូរដែរហើយអញ្ចឹងគាត់ក៏សួរថាកូនតើកូនកំពុងតែធ្វើអីដែរហើយកូនប្រុសក៏បានប្រាប់ទៅលោកប៉ាវិញថាប៉ាខ្ញុំក៏បានយកលុយសន្សំរបស់ខ្ញុំពីក្នុងកូនជ្រូកបំបាញ់មិញនេះទៅទិញចានដែក2ចានដែក1នោះខ្ញុំទិញសម្រាប់ជូនលោកតាប្រើប្រាស់ដូច្នេះហើយវានឹងមិនបែកទៀតទេប្រសិនបើគាត់ធ្វើឲ្យធ្លាក់ទៀតនោះហើយលោកប៉ានឹងឈប់ស្ដីបន្ទោសឲ្យលោកប៉ាផងដែរអញ្ចឹងលោកប៉ាក៏មិនចាំបាច់ចំណាយលុយទៅលើថ្លៃចានជូនលោកតាទៀតដែរតើការគិតរបស់ខ្ញុំនេះត្រូវទេលោកប៉ាហើយប៉ាខ្ញុំក៏បានទិញចានដែក1ទៀតទុកឲ្យលោកប៉ាផងដែរការពារដើម្បីកុំឲ្យវាបែកទៅពេលបានស្ដាប់កូនប្រុសនិយាយចេះលោកប៉ាស្រាប់តែមានការភាំងភ័ន្តតែម្ដងហើយគាត់ក៏សួរទៅកូនវិញថាកូនហេតុអីក៏កូនចាំបាច់ត្រូវទិញវាទុកឲ្យប៉ាដែរព្រោះប៉ាមិនត្រូវការប្រើវាណាអត់ទេប៉ាគឺខ្ញុំទិញវាទុកសម្រាប់ពេលដែលប៉ាចាស់ទៅទេខ្លាចថាប៉ាធ្វើឲ្យបែកចានរាល់ថ្ងៃហើយត្រូវស្ដីបន្ទោសដោយលោកតាអញ្ចឹងដូច្នេះហើយខ្ញុំក៏ទិញវាទុកឲ្យប៉ាទៅព្រោះអីគឺខ្ញុំមិនចង់ធ្វើដោយលោកប៉ាទេដែលតែងតែស្ដីបន្ទោសឲ្យលោកតាជារៀងរាល់ថ្ងៃខ្ញុំពិបាកចិត្តណាស់ប៉ាអញ្ចឹងខ្ញុំមិនអាចធ្វើដូចប៉ាបានទេអញ្ចឹងហើយទើបខ្ញុំទិញចានដែកនេះទុកសម្រាប់ឲ្យពេលដែលប៉ាចាស់ទៅប៉ាហូបគឺពេលធ្លាក់មិនបានបែកទេព្រោះចានដែកវានឹងមិនបែកនោះទេលោកប៉ាណែវិញពេលដែលបានស្ដាប់កូនប្រុសនិយាយយ៉ាងដូចនេះគាត់ក៏មានអារម្មណ៍ថាសោកស្ដាយខ្លាំងណាស់ដែរដែលគាត់ស្ដីបន្ទោសទៅដល់លោកប៉ារបស់គាត់ដែលចាស់ជរាព្រោះអីកាលពីមុនមកលោកប៉ារបស់គាត់ក៏មិនបាន
ស្ដីបន្ទោសគាត់ពេលដែលគាត់ធ្វើបាក់បែកអ្វីមួយកាលពីគាត់នៅក្មេងដែរហើយចុះគាត់ហេតុអីក៏គ្រាន់តែពេលដែលលោកប៉ាចាស់ទៅគ្រាន់តែធ្វើបាយចានមួយពីរគាត់បែរជាស្ដីបន្ទោសដល់លោកប៉ារបស់គាត់ទៅវិញធ្វើឲ្យកូនប្រុសរបស់គាត់មានអារម្មណ៍ក្តុកក្តួលខ្លាំងមែនទែនកូនប្រុសនៅតូចសោះតែគាត់ចេះដឹងមកថាឲ្យលោកប៉ាគាត់ដូចជាដាស់តឿនលោកប៉ាផងដែរថាលោកតាចាស់មែនប៉ុន្តែកុំស្ដីឲ្យគាត់ខ្លាំងពេកហើយខ្ញុំមិនបានចង់ធ្វើដោយលោកប៉ាទេព្រោះអីខ្ញុំគឺមិនចង់ស្ដីបន្ទោសឲ្យលោកប៉ាពេលដែលលោកប៉ាចាស់ទៅដូចតែលោកប៉ាកំពុងតែស្ដីបន្ទោសឲ្យលោកតាជារៀងរាល់ថ្ងៃនេះទេហើយទាំងចៅទាំងតាទាំងលោកប៉ាក៏ហាក់ដឹងខ្លួនថាមានកំហុសខ្លាំងមែនតើសរសើរចៅប្រុសរបស់គាត់នៅតូចទេប៉ុន្តែមានចិត្តកតញ្ញូខ្លាំងចេះដឹងខុសដឹងត្រូវដឹងគុណស្គាល់គុណអញ្ចឹងលោកប៉ាត្រូវតែរៀនតាមគាត់ហើយ